មានបងប្អូនយើងជាច្រើនដែលគាត់ធ្លាប់បានកំងជ្រូកកដុលពីខាងខ្ញុំយកទៅធ្វើពូជបន្ទាប់មកគាត់ចិញ្ចឹមបានកើតកូនកើតចៅអីច្រើនទៅក៏គាត់នៅឃើញចង់ហូបជ្រូកខ្វៃគាត់សួរត្រឡប់មកខាងពេកវិញថាអូនចុះបើបងធ្លាប់បានកំងជ្រូកពូជពីខាងឯងណាឥឡូវមានជ្រូកបានច្រើនណាជួយខ្វៃឲ្យបងមួយបានអត់ក៏ប៉ុន្តែតើតើនឹងការយកជ្រូកមកឲ្យខ្វៃនេះមិនថាតើបងទិញពូជពីខាងខ្ញុំឬក៏បងទិញពូជពីខាងណាឬក៏បងចិញ្ចឹមបានឬក៏បែបណាទេទទួលបងប្អូនណាហើយទទួលយូរហើយលើកលែងតែបងដឹកជ្រូករស់យកមកឲ្យគឺខ្ញុំអត់ទទួលទេហើយជ្រូកជើង5ក៏ខ្ញុំអត់ទទួលដែរជ្រូកនឹងមិនថាជ្រូកកដុលមិនថាជាប្រភេទជ្រូកសែជ្រូកកាត់ភ័យមិនថាតូច4គីឡូ5គីឡូ10គីឡូ20គីឡូ30 40 50គីឡូក៏ខ្ញុំទទួលដែរធំរហូតដល់60គីឡូដូចជ្រូកនេះក៏ខ្ញុំទទួលដែរបងប្អូនណាហើយការធ្វើគឺផ្ចិតផ្ចង់ជូនទៅដល់បងប្អូនទាំងអស់គ្នាហើយសម្រាប់តម្លៃគឺតាមតូចតាមធំខ្វៃមួយឆ្អិនរសជាតិដូចតែបងប្អូនទិញពីខាងខ្ញុំទៅចឹងអត់ថាំគ្រឿងទេបងប្អូនមិនថាជ្រូកក៏បងប្អូនយកពីខាងខ្ញុំទៅជ្រូកឆ្អិនស្រាប់ឬក៏យកជ្រូកស៊ាំមកឲ្យខ្វៃទេខ្ញុំធ្វើដូចតែគ្នាទេបងប្អូនណាផ្ចិតផ្ចង់ស្តង់ដារតែមួយទេហើយសម្រាប់បងប្អូនដែលនៅតាមបណ្ដាខេត្តក៏ទទួលដែរផ្ញើជ្រូកស្រស់ទៅផ្ញើជ្រូកឆ្អិនទៅវិញហើយសម្រាប់ការទទួលនៅភ្នំពេញ3ម៉ោង4ម៉ោងមុនបានដែរបងប្អូនណាយកជ្រូកស្រស់មកហាមយកជ្រូកកហើយបើសិនជាបងប្អូននៅតាមខេត្តធ្វើឲ្យមកផ្ញើតាមឡានមកបងលុយថ្លៃសេវាឲ្យផ្ញើជូនបងប្អូនវិញហើយសម្រាប់ការទទួលខ្វៃនេះយូរហើយបងប្អូនណាខ្ញុំធ្លាប់ទទួលខ្ញុំធ្លាប់ចេញវីដេអូម្ដងហើយបងប្អូនប្រហែលជាធ្លាប់មើលវីដេអូខ្ញុំហើយឃើញមួយរយៈនេះមានបងប្អូនសួរច្រើនខ្ញុំសរុបទៅវិញថាទទួលបងប្អូនណាទទួលហើយសម្រាប់បងប្អូនដែលគាត់ចង់ដឹងព័ត៌មានលម្អិតអាចខមមិនខាងក្រោមក៏បានដែរខមមិនខាងក្រោមលើកលែងតែសម្រាប់បងប្អូនកម្មវិធីបុណ្យធំៗខ្ញុំអត់ទទួលទេដូចចូលឆ្នាំចិនឆេងម៉េងថ្ងៃសែនបាត់ទឹកអីអត់ទទួលទេធ្វើអត់ទាន់ទេប៉ុន្តែថ្ងៃធម្មតាទទួលបងប្អូនណាមិនថាតូចថាធំទេសម្រាប់បងប្អូនត្រូវការព័ត៌មានលម្អិតអាចឆាតចូលពេកបានអរគុណច្រើន